នេះគឺជាសកម្មភាពនឹងហើយពេលដែលយើងចូលនៅក្នុងរណ្ដៅរ៉ែមាសនឹងហើយឥឡូវនេះគឺខ្ញុំនឹងបង្ហាញពីរូបភាពពេលដែលក្រុមពួកខ្ញុំចូលទៅក្នុងរណ្ដៅរ៉ែមាសហើយបន្តិចទៀតខ្ញុំនឹងចូលទៅក្នុងឲ្យពុកម៉ែបងប្អូនអរគ្នាចូលទៅមើលខាងក្នុងទាំងអស់គ្នាតើរណ្ដៅរ៉ែមាសនឹងវាតូចប៉ុណ្ណាធំប៉ុណ្ណាហើយវីដេអូនេះគឺខ្ញុំថតទុកប្រហែលជាជិត2ឆ្នាំហើយហ្នឹងហើយអញ្ចឹងគឺដោយសារតែខ្ញុំអត់បានផុសនៅក្នុង page ទេខ្ញុំធ្លាប់តែបង្ហាញនៅក្នុង TikTok អញ្ចឹងថ្ងៃនេះគឺខ្ញុំយកមកបង្ហាញនៅក្នុង page វិញម្ដងហើយពុកម៉ែបងប្អូនអរគ្នារងចាំតាមដានទស្សនាថានៅក្នុងរណ្ដៅរ៉ែមាសដែលយើងចូលកំពុងតែចូលហ្នឹងតើនៅខាងក្នុងវាមានរូបរាងប៉ុណ្ណាហ្នឹងហើយពុកម៉ែបងប្អូនមួយចំនួនពួកគាត់ជាឆ្ងល់ហើយថាហេតុអីបានជារណ្ដៅរ៉ែមាសដែលគាត់ចូលហ្នឹងគឺប្រហោងតូចម្លេះហ្នឹងហើយអញ្ចឹងចាំបន្តិចទៀតខ្ញុំនឹងប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងហើយឥឡូវនេះគឺចាំផ្ដើមឲ្យគាត់ចូលទៅម្ដងមួយសិនហើយខ្ញុំចូលទៅតាមក្រោយហ្នឹងហើយឥឡូវចាប់ផ្ដើមគឺខ្ញុំចូលទៅតាមក្រោយហ្នឹងហើយនេះជាមាត់រណ្ដៅពេលដែលយើងលូនចូលទៅគឺយើងអត់ដើរទេដោយសារតែរណ្ដៅហ្នឹងវាតូចពេកហើយមូលហេតុដែលរណ្ដៅហ្នឹងតូចហ្នឹងហើយគឺដោយសារតែរណ្ដៅហ្នឹងគឺយើងអត់ហ៊ានជីកវាធំទេដោយសារតែរណ្ដៅហ្នឹងគឺជាប្រភេទរណ្ដៅដែលសេះសល់ពីគេហើយរណ្ដៅហ្នឹងគឺពីដើមឡើយប្រហែលជាខ្ពស់ហ្នឹងហើយដូចជាផ្លូវដែលគាត់កំពុងតែលូនហ្នឹងខាងក្រោមហ្នឹងគឺគេស៊ីអស់ហើយហ្នឹងហើយដោយសារតែរណ្ដៅហ្នឹងគេស៊ីវាច្រើនពេកអញ្ចឹងគឺយើងអត់អាចទុកវាខ្ពស់ទេអញ្ចឹងគឺអាចដីហ្នឹងគេលុបបន្តហើយគេយករ៉ែហ្នឹងដេញមកខាងលើអញ្ចឹងអាចដីហ្នឹងគេលុបទៅខាងក្រោមអញ្ចឹងធ្វើឲ្យរណ្ដៅហ្នឹងគឺវាទាបនឹងហើយតូចនឹងហើយដោយសារតែរណ្ដៅហ្នឹងគេស៊ីនៅខាងក្រោមមកហើយខាងក្រោមដែលគាត់អង្គុយហ្នឹងគឺគេស៊ីយកអស់ហើយរ៉ែមាសអញ្ចឹងគឺយើងដើម្បីសុវត្ថិភាពគឺយើងយកអាចដីលុបវាឲ្យជិតហ្នឹងហើយដើម្បីឲ្យវាមានសុវត្ថិភាពហើយនេះជាមូលហេតុដែលរណ្ដៅហ្នឹងគឺយើងអាចជីកធំបានទេដោយសារតែជាប្រភេទរណ្ដៅចាស់ដែលគេស៊ីរ៉ែនៅខាងក្រោមមកណាហើយបងប្អូនខ្លះគាត់ថាមិនក៏មិនធ្វើលម៉កធ្វើអីដើម្បីអូសទៅងាយស្រួលនឹងហើយតាមពិតទៅរណ្ដៅនេះវាតូចពេកអញ្ចឹងយើងអាចធ្វើលម៉កអូសបានទេហើយពួកខ្ញុំធ្វើហ្នឹងគឺធ្វើដោយដៃអញ្ចឹងធ្វើដោយដៃគឺយើងអត់ប្រើឧបករណ៍អីទាំងអស់ហ្នឹងហើយគឺយើងប្រើតែឧបករណ៍ដោយដៃអញ្ចឹងយើងធ្វើទាញដូចជាធុងដើម្បីទាញដីទាញរ៉ែទៅខាងលើហ្នឹងហើយប៉ុន្តែវីដេអូហ្នឹងគឺយូរហើយអ្នកនរគ្នាដោយសារតែរណ្ដៅហ្នឹងគឺឥឡូវហ្នឹងគឺលុបអស់ហើយហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំអត់មាន